អូខេតោះឥឡូវយើងមករកបរិមាណអញ្ចឹងដូចដែលយើងបានឃើញនៅក្នុងសំណួរទី1គេសួរថា what is quantity take out អញ្ចឹង quantity take out ហ្នឹងយើងអាចសរសេរជាអក្សរកាត់ថា QTO ដែលវាជាដំណើរការនៃការវាស់វែងក៏ការ list បរិមាណសម្ភារៈឬក៏ផ្នែកនៃគ្រឿងបង្គុំនៅក្នុងបច្ចេករបស់យើងហើយទាំងអស់នេះយើងអាចរកវាបានតាមរយៈប្លង់ឬក៏ specification របស់បច្ចេករបស់យើងប៉ុន្តែទូទៅដោយសារយើងធ្វើសារណាយើងមានតែប្លង់ទេដែលប្លង់ឯកទេសរបស់យើងហ្នឹងដែលជាប្លង់ប្រផលឬក៏ប្លង់ដែលយើងសុំពីក្រុមហ៊ុនណាមួយយកមកធ្វើការសិក្សាយើងទៅអញ្ចឹងនៅក្នុងការរកបរិមាណហ្នឹងយើងចែកវាជា3ដំណាក់កាលដើម្បីនៅពេលដែលយើងទទួលបានលទ្ធផលមកវាងាយស្រួលមើលនៅពេលដែលយើងចង់កែប្រែងាយស្រួលការកែប្រែអញ្ចឹងទៅចឹងទី1យើងត្រូវធ្វើការ identify យើងកំណត់មកឧទាហរណ៍ថាយើងរកបរិមាណការងារ structure អញ្ចឹងយើង list មកឧទាហរណ៍ថាការងារ structure វាមានmain classification វាដូចថា substructure និង superstructure អញ្ចឹងទៅនៅក្នុងហ្នឹងវាមាន item តូចៗបេតុងពុម្ពដែកអញ្ចឹងទៅបន្ទាប់មកយើងធ្វើការកណនាអញ្ចឹងនៅក្នុងការកណនាបរិមាណទាំងអស់ហ្នឹងវាមាន unit ដែលឡែកពីគ្នាឧទាហរណ៍ថាបេតុងវាខ្នាតជាគីបពុម្ពជាការ៉េដែកជាគីឡូអញ្ចឹងទៅបន្ទាប់មកយើងចូលទៅក្នុង Excel យើងធ្វើការ list មកឈ្មោះវាឈ្មោះឲ្យគេជាន់ណាអញ្ចឹងទៅហើយយើងមានជាបដោយទៅតឹងកម្ពស់យើងមានជាបរិមាណការ៉េយើងមានបរិមាណគីបអញ្ចឹងទៅអញ្ចឹងអាហ្នឹងជា document អញ្ចឹងយើងធ្វើ3ដំណាក់កាលហ្នឹងយើងនឹងទទួលបានលទ្ធផលមួយដែលវាងាយស្រួលមើលហើយងាយស្រួលការកែប្រែដូចនិយាយខាងដើមហើយកម្មវិធីដែលយើងត្រូវការប្រើដូចដែលយើងបានឃើញក្នុងរូបហ្នឹងគឺយើងមាន AutoCAD និង Excel អញ្ចឹងណាអញ្ចឹងការធ្វើមួយហ្នឹងខ្ញុំនឹងលម្អិតតាមក្រោយទៀតឥឡូវយើងនិយាយពី main classification របស់ការងារ structure អញ្ចឹងយើងអានតិចទៅ substructure is the part of building below the ground that support the superstructure អញ្ចឹងនិយាយខ្លីឲ្យតែនៅក្រោមដីគឺជា substructure ហើយនៅលើដីគឺជា superstructure ព្រោះអី superstructure គេនិយាយថា the portion of building above the ground អញ្ចឹងពីហ្នឹងមួយលើមួយក្រោមអញ្ចឹងឥឡូវយើងមើលរូបតិចទៅនេះអញ្ចឹងចាប់ពី stem column នេះមកជា substructure ហើយពី ground beam ទៅលើវាជា superstructure អញ្ចឹងទៅហើយមួយទៀតបន្ទាប់ពីយើង identify main classification ហើយវាចូលទៅដល់ item តូចៗអញ្ចឹងនៅក្នុងហ្នឹងគ្រប់ជាន់ទាំងអស់គឺវាមានបេតុងពុម្ពដែកបេតុងពុម្ពដែកមិនថាសសរមិនថាធ្នឹមមិនថាកម្រាលខណ្ឌទេវាសិតតែត្រូវមាន3ហ្នឹងអញ្ចឹងណាអញ្ចឹងយើងកាត់ទៅចាំទៅលម្អិតនៅពេលដែលយើងរកបរិមាណមួយទៀតitem សម្រាប់ការងារឯកទេសអញ្ចឹងការងារឯកទេសវាមានការងារមេរបស់វាធំចំនួន5ទី1គឺ wall and partition wall and partition នោះគឺសំដៅគ្រប់ប្រភេទអញ្ចឹងទាំងអស់ឧទាហរណ៍ថាអញ្ចឹងយើងជាអញ្ចឹងឥដ្ឋវាអាចជាអញ្ចឹងកញ្ចក់វាអាចជាអញ្ចឹង smart board អីយ៉ាងទៅបន្ទាប់មក wall finish ហ្នឹងឲ្យតែប្រភេទ finish របស់អញ្ចឹងមិនថាបិទ sticker មិនថាបិទlaminate ឬក៏បិទ form ការឬក៏ប្រភេទថ្នាំឯអានឹងសិតតែ wall finish អញ្ចឹងណាអញ្ចឹងវាអាស្រ័យទៅលើការ design ឬក៏អាគាររបស់យើងមកដែលយើង design មកទៅតាម concept របស់ owner ដែលគាត់ចង់បានអញ្ចឹងណាបន្ទាប់មក floor finish ហ្នឹងអាចជាព្រំអាចជាការ៉ូអាចជា map អីយ៉ាងទៅហើយ door and window ទ្វារអាចជាទ្វារឈើទ្វារជ័រហើយ window ហ្នឹងដូចគ្នាអាចជា aluminum អាចជាកញ្ចក់អាចជាឈើអីយ៉ាងទៅ ceiling ក៏ដូចគ្នា ceiling អាចមានជាប្រភេទពីដែនឈើពីដែនជ័រឬក៏ការដេគ័រផ្សេងជាប្រភេទ MC ឬក៏អីយ៉ាងទៅពីដែនហ្នឹងហើយ other work វាមានការងារផ្សេងទៀតព្រោះឧទាហរណ៍ដូចក្នុងការងារការ៉ូអញ្ចឹងវាអាចមានជាការងារជំរាបទឹកការងារអីទៀតអញ្ចឹងណាឬក៏ balcony របស់យើងវាមានជាប្រកាន់ដៃមានជាអីទៀតអានឹងទូចលម្អិតបន្ថែមទៀតគាត់ថាការងារមេរបស់វាគឺមាន5ហ្នឹងបន្ទាប់មកវាចូលដល់ indirect work នេះគឺជាប្រភេទការងារដែលវាអត់មាននៅក្នុងប្លង់ទេដូចយើងឃើញជាក់ស្ដែងពាក់ព័ន្ធមួយ storage ពាក់ព័ន្ធមួយឃ្លាំងនៅការដ្ឋានអញ្ចឹងអាហ្នឹងអត់មានបង្ហាញនៅក្នុងប្លង់ទេការហុំព័ទ្ធការដ្ឋានសញ្ញាសុវត្ថិភាពពាក់ព័ន្ធជាមួយនឹងការធ្វើផ្លូវពាក់ព័ន្ធជាមួយនឹងរោងកម្មករបន្ទប់ទឹក office របស់វិស្វករហ្នឹងអញ្ចឹងអាទាំងអស់ហ្នឹងវាអត់មាននៅក្នុងប្លង់ទេអញ្ចឹងអាហ្នឹង
គឺជាអីដែលយើងត្រូវរកគ្រាន់ថាពាក់ព័ន្ធមក indirect នេះយើងនឹងរកក្រោយគេវិញបន្ទាប់ពីយើងចូល Microsoft Project យើងដឹងថាគម្រោងរបស់យើងបញ្ចប់ពេលណារយៈពេលប៉ុន្មានហើយបានយើងចាប់ផ្ដើមទៅរកវាបានដោយសារពាក់ព័ន្ធជាមួយនឹងប្រាក់ខែបុគ្គលិកអីមួយចំនួនអញ្ចឹងណាពាក់ព័ន្ធមួយរយៈពេលនៃការជួល grant ជួលអីយ៉ាងទៅអញ្ចឹងមើលអានេះយើងចាំនិយាយគ្នាពេលក្រោយទៀតឥឡូវចប់តាមនេះសិនចាំចុចវីដេអូបន្ទាប់យើងនិយាយពីអានេះ